trẻនៅពេលដែលយើងដាំបាយធម្មតាយើងអត់ជាប់យើងអត់អីណាអាជាតិម្សៅចេញពីកហ្នឹងมันវាបែកចេញមកណាហើយវាស្អិតចឹងទៅដល់ពេលយើងដាំពុះហើយយើងលាងយើងដកមកលាងអាធីសាសគេចែកម្លែកហ្នឹងណាយើងយកមកលាងចឹងទៅវាអស់អាម្សៅដែលវាបែកចេញមកហ្នឹងណាវាអស់អាដាំធម្មតាវាមានអាម្សៅនឹងច្រើនអាដាំដែលលាងពី3ទឹកហ្នឹងវាមានអាម្សៅនឹងតិចអញ្ចឹងអាម្សៅដែលវាចេញមកពេលយើងញ៉ាំចូលទៅរាងកាយយើងស្រូបលឿនជាងដែលយើងញ៉ាំអត់សូវមានម្សៅបែកចេញក្របហ្នឹងអញ្ចឹងទៅពេលស្រូបលឿនជាតិស្ករស្បែកឡើងខ្លាំងហ្មងប៉ុន្តែតាមរយៈទៅវាចុះវិញប៉ុន្តែបើបងប្អូនលាងពី3ទឹកបងប្អូនធ្វើតេស្តដំបូងបងប្អូនអត់ឃើញនេះទេអត់ឃើញថាជាតិស្ករឡើងខ្ពស់ហើយប៉ុន្តែចាំ1ម៉ោង2ម៉ោងក្រោយមកបងប្អូននឹងឃើញថាចាប់ជាតិស្ករចាប់ឡើងម្ដងតិចដោយសារម្សៅរឿងវាអត់ទាន់បែកបើអញ្ចឹងទៅរាងកាយយើងប្រើពេលយូរជាងដើម្បីបំបែកវាណាអាហ្នឹងបានវាត្រូវអាហ្នឹងបើនិយាយចឹងត្រូវប៉ុន្តែបើយើងនិយាយថាជាតិស្ករតិចជាងមិនមែនទេបើបងប្អូនចង់ដឹងបងប្អូនអាចសាកធ្វើតាមខ្ញុំបានបងប្អូនថ្ងៃហ្នឹងបងប្អូនញ៉ាំបាយដូចគ្នាបងប្អូនថ្លឹង100ក្រាមបាយមកតែបងប្អូនធ្វើវិធីសាស្ត្រលាងអីចឹងណាហើយបងប្អូនញ៉ាំហើយបងប្អូនធ្វើតេស្តជាតិស្ករបន្ទាប់ពីញ៉ាំហើយភ្លាមតេស្តម្ដងកន្លះម៉ោងក្រោយតេស្តម្ដង1ម៉ោងក្រោយតេស្តម្ដង2ម៉ោងក្រោយតេស្តម្ដង2ម៉ោងកន្លះ3ម៉ោង4ម៉ោងធ្វើតេស្តអីកត់ទុកបន្ទាប់មកបងប្អូនដាំធម្មតាអត់លាងអត់អីទេធម្មតាហើយបងប្អូនធ្វើតេស្តដល់ដំណាក់កាលមួយឃើញថាដែលយើងញ៉ាំលាងច្រើនហ្នឹងជាតិស្ករវាខ្ពស់ដូចគ្នាតែគ្រាន់តែម៉ោងខុសគ្នាម៉ោងនៃការឡើងខ្ពស់វាខុសគ្នា